មនុស្សជិត2លាននាក់បានស្លាប់បាត់បង់ជីវិតដោយសារការប្រហារជីវិតការងារបង្ខំការបង្អត់អាហារនិងដោយសារជំងឺតម្កាត់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យឬរបបខ្មែរក្រហមចន្លោះពីខែមេសាឆ្នាំ1975និងខែមករាឆ្នាំ1979ការបន្ទាប់ពីចំណាយពេលអស់7ឆ្នាំអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាដែលមានការគាំទ្រពីអង្គការសហប្រជាជាតិបានចេញសារក្រមលើសំណុំរឿង002វគ្គ1ដោយកាត់ទោសឲ្យជនជាប់ចោទនួនជានិងខៀវសំផនជាប់ពន្ធនាគារអស់មួយជីវិតពីបទអក្រិតកម្មប្រឆាំងនឹងមនុស្សជាតិការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមកំពូលទាំងពីររូបនេះរួមទាំងការកាត់ទោសកាំងកេអ៊ីវហៅដូចអតីតប្រធានមន្ត្រីសន្តិសុខស21កន្លងមកនេះអាចជាការងារចុងក្រោយរបស់សាលាក្តីកូនកាត់មួយនេះបើដូច្នេះតើជនរងគ្រោះទទួលបានយុត្តិធម៌ពេញលេញដែរឬទេចាលោកជីវតាមានបទវិភាគមួយអំពីរឿងនេះបង្កើតឡើងនៅក្នុងឆ្នាំ2006អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាឬសាលាក្តីខ្មែរក្រហមបានចាប់ផ្ដើមកាត់សេចក្តីសំណុំរឿង001ដែលមានកាំងកេអ៊ីវហៅដូចអតីតប្រធានមន្ត្រីស21ឬគុកទួលស្លែងជាជនសង្ស័យ6ឆ្នាំក្រោយមកសាលាក្តីកូនកាត់មួយនេះបានរកឃើញថាដូចជាអ្នកទទួលខុសត្រូវក្នុងការធ្វើទរណកម្មនិងការសម្លាប់មនុស្សអស់ជាង 10000 នាក់ដូចមានទោសពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនិងឧក្រិដ្ឋកម្មសង្គ្រាមហើយត្រូវជាប់ពន្ធនាគារអស់មួយជីវិតបន្ទាប់មកសំណុំរឿង002ដែលពេលចាប់ផ្ដើមមានជនជាប់ចោទចំនួន4នាក់នោះមានតែ2នាក់ប៉ុណ្ណោះដែលបានឆ្លងកាត់ការជំនុំជម្រះក្តីចាប់ដើមក្នុងវគ្គទី1ប៉ុន្តែជនជាប់ចោទអៀងសារីដែលជាឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេសនិងភរិយារបស់គាត់អៀងធីរិតដែលជារដ្ឋមន្ត្រីក្រសួងសង្គមគិច្ចនៃរបបកម្ពុជាប្រជាធិបតេយ្យបានគេចផុតពីការកាត់ទោសលោកស្រីអៀងធីរិតអាយុ80ឆ្នាំត្រូវបានគ្រូពេទ្យបញ្ជាក់ថាមានជំងឺវង្វេងវង្វាន់បាត់ការចងចាំមិនអាចឈរនៅក្នុងរង្វង់ក្រចកសេះតទៅទៀតក៏ត្រូវបានដោះលែងកាលពីខែកញ្ញាឆ្នាំ2012ចំណែកលោកអៀងសារីបានស្លាប់មុនពេលសាលាក្តីខ្មែរក្រហមចេញសារក្រមលោកអៀងសារីមិនបានស្លាប់ក្នុងភាពអាម៉ាស់ដោយពលរដ្ឋខ្មែរដែលស្លាប់ក្នុងរបបខ្មែរក្រហមក្រោមការគ្រប់គ្រងរបស់គាត់នោះទេសាកសពរបស់គាត់ត្រូវបានក្រុមគ្រួសារនិងញាតិមិត្តធ្វើបុណ្យតាមប្រពៃណីពោរពេញទៅដោយកិត្តិយសនិងត្រូវបានបូជាដោយភាពថ្លៃថ្នូរទោះជាយ៉ាងណាបើមើលពីស្ថានភាពបច្ចុប្បន្នសាលាក្តីកូនកាត់មួយនេះប្រហែលជាកាត់ក្តីបានតែអតីតមេដឹកនាំខ្មែរក្រហមចំនួន3នាក់ប៉ុណ្ណោះជាមួយការចំណាយលុយជាង$200 លាននិងពេលវេលាជាង7ឆ្នាំកន្លងមកនេះអំពីការជ្រៀតជ្រែកនយោបាយទៅក្នុងតុលាការខ្មែរក្រហមវិញប្រមុខរដ្ឋាភិបាលកម្ពុជាលោកនាយករដ្ឋមន្ត្រីហ៊ុនសែននៅតែប្រកាន់ជំហរថាមិនឲ្យមានការជំនុំជម្រះលើពីសំណុំរឿង002ឡើយនៅគណៈសហជីវក្រមស៊ើបអង្កេតអន្តរជាតិកំពុងបន្តស៊ើបអង្កេតសំណុំរឿង003និង004ដែលមានជនសង្ស័យចំនួន5នាក់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនអះអាងថាការចាប់ខ្លួនអតីតមេដឹកនាំខ្មែរក្រហមបន្ថែមទៀតអាចនឹងបណ្ដាលឲ្យកម្ពុជាផ្ទុះសង្គ្រាមឡើងវិញលោកថាលោកសុខចិត្តឲ្យតុលាការខ្មែរក្រហមទទួលបរាជ័យប៉ុន្តែមិនឲ្យមានការចាប់ខ្លួនបន្ថែមទេប៉ុន្តែសម្រាប់អ្នកសង្កេតការណ៍វិញមិនយល់ឃើញដូច្នោះទេក្រុមអ្នកសង្កេតការណ៍យល់ឃើញថាការរារាំងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនគឺមានបំណងការពារមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលបច្ចុប្បន្នដែលជាអតីតមន្ត្រីខ្មែរក្រហមទៅវិញទេលើកពីនេះលោកក៏ចង់បានការគាំទ្រពីអតីតកងទ័ពខ្មែរក្រហមផងដែរការជំទាស់របស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនប្រៀបដូចជាបទបញ្ជាមួយដ៏មានប្រសិទ្ធភាពទៅលើភាគីកម្ពុជានៅសាលាក្តីខ្មែរក្រហមសហជីវក្រមស៊ើបអង្កេតលោកយូប៊ុនលេងក៏ចាប់ផ្ដើមបដិសេធមិនសហការជាមួយសហភាគីចៅក្រមស៊ើបអង្កេតអន្តរជាតិដោយហេតុនេះចាប់តាំងពីខែតុលាឆ្នាំ2011មកសហជីវក្រមស៊ើបអង្កេតអន្តរជាតិ2រូបហើយដែលបានលាឈប់ពីសាលាក្តីដោយមិនអាចធន់ទ្រាំចំពោះការជ្រៀតជ្រែកនិងការទប់ស្កាត់របស់រដ្ឋាភិបាលទៅលើការស៊ើបអង្កេតចោទប្រកាន់ជនសង្ស័យបន្ថែមបើទោះជាមានការកាត់ទោសដូចនួនជានិងខៀវសំផនបានផ្ដល់យុត្តិធម៌ខ្លះដល់ជនរងគ្រោះក៏ដោយក៏វាមិនទាន់គ្រប់គ្រាន់នៅឡើយទេប្រៀបធៀបទៅនឹងទំហំនៃបទឧក្រិដ្ឋនៃការកាប់សម្លាប់និងការបាត់បង់ដែលកើតឡើងក្នុងរបបខ្មែរក្រហមឧទាហរណ៍បើជនរងគ្រោះប្រមាណ 15000 នាក់ត្រូវបានសម្លាប់ក្រោមបញ្ជាការរបស់ឌុចតែម្នាក់នៅក្នុងមន្ទីរស21ឬគុកទួលស្លែងតើមានជនរងគ្រោះប្រមាណអ្នកទៀតត្រូវបានសម្លាប់នៅក្នុងគុកនីមួយៗនៅទូទាំងប្រទេសនោះ
យោងតាមការរកឃើញរបស់មជ្ឈមណ្ឌលស្រាវជ្រាវកម្ពុជា DC Chem មន្ទីរឃុំឃាំងនៅទូទាំងប្រទេសក្រោមរបបខ្មែរក្រហមមានមិនតិចជាង200កន្លែងនោះទេមន្ទីរស21ឬគុកទួលស្លែកនៅកណ្ដាលទីក្រុងភ្នំពេញគ្រាន់តែជាគុកមួយក្នុងចំណោមគុកទាំង200កន្លែងនោះអ្វីដែលធ្វើឲ្យមន្ទីរស21ល្បីល្បាញនោះគឺដោយសារមន្ទីរឃុំឃាំងនេះគឺជាគុកជញ្ជាំងថ្មមានបន្សល់ទុកនូវឯកសារនិងរូបថតជនរងគ្រោះជាភស្តុតាងប៉ុន្តែមន្ទីរស21ឬគុកទួលស្លែងមិនតំណាងថាជាគុកធំជាងគេនិងសម្រាប់មនុស្សច្រើនជាងគេនោះទេបើដូច្នេះតើមានមនុស្សប្រភេទដូចកាន់តួនាទីដូចប្រមាណអ្នកនៅក្នុងរបបខ្មែរក្រហមនោះដោយយល់ឃើញថានឹងមានអ្នកទទួលខុសត្រូវខ្ពស់បំផុតចំពោះឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហមជាច្រើនអ្នកទៀតគួរត្រូវនាំខ្លួនមកជំនុំជម្រះសហចៅក្រមស៊ើបអង្កេតអន្តរជាតិនៃសាលាក្តីខ្មែរក្រហមបើទោះជាមិនមានកិច្ចសហការពីសហភាគីកម្ពុជាក៏ដោយក៏បានធ្វើការស៊ើបអង្កេតសំណុំរឿង003និង004ដែលមានជនសង្ស័យសរុបចំនួន5នាក់កាលពីដើមខែសីហាឆ្នាំ2014នេះសហចៅក្រមស៊ើបអង្កេតអន្តរជាតិបានចេញដីកាកោះហៅជនសង្ស័យមួយរូបក្នុងសំណុំរឿង003ឈ្មោះអឹមចែមឬយាយចែមឲ្យមកឆ្លើយបំភ្លឺសំណួរខ្លះៗនៅឯសាលាក្តីប៉ុន្តែដោយគ្មានកិច្ចសហការពីសហភាគីចៅក្រមស៊ើបអង្កេតជាតិនិងនគរបាលយុតិធធដីកាកោះនោះបែរជាគ្មានន័យដោយជនសង្ស័យមិនគោរពតាមវាច្បាស់ណាស់នៅកម្ពុជានាពេលបច្ចុប្បន្នមានតែបរិសុទ្ធខ្លាំងម្នាក់ប៉ុណ្ណោះដែលអាចចេញបញ្ជាចាប់ខ្លួនករណីបែបនេះបានអំពីអំពើពុករលួយវិញក្រោយពីសាលាក្តីខ្មែរក្រហមបានកើតឡើងនៅក្នុងឆ្នាំ2006ការធ្វើអាជីវកម្មលើខ្នងជនរងគ្រោះក៏បានកើតឡើងដែរពុករលួយជាប្រព័ន្ធដែលក្នុងនោះបុគ្គលិកខ្មែរត្រូវបានគេបង្ខំកាត់ប្រាក់ប្រចាំខែរបស់ខ្លួនមួយចំនួនឲ្យទៅមន្ត្រីជាន់ខ្ពស់សម្រាប់ជាសំណូកដើម្បីបានការងារធ្វើឬរក្សាការងាររបស់ខ្លួនក្រោយពីរឿងអាស្រូវនេះបានលេចធ្លាយដល់សារព័ត៌មាននៅឆ្នាំ2008ប្រធានការិយាល័យរដ្ឋបាលនៃសាលាក្តីខ្មែរក្រហមលោកសៀនវិសុទ្ធដែលស្និទ្ធនឹងលោកឧបនាយករដ្ឋមន្ត្រីសុកអានបានលាសម្រាប់ពីការងារជារៀងរហូតអំពើពុករលួយក្នុងសាលាក្តីខ្មែរក្រហមគឺជាភាពអាម៉ាស់មួយទៀតដល់ជនរងគ្រោះការឈឺចាប់ភាពសោកសៅនិងការបាត់បង់មនុស្សជាទីស្រឡាញ់របស់ពួកគេក្នុងរបបខ្មែរក្រហមបានក្លាយទៅជាមធ្យោបាយរបស់អ្នកដទៃសម្រាប់កេងប្រវ័ញ្ចយកប្រយោជន៍រកលុយដាក់ចូលហៅប៉ៅទៅវិញសាលាក្តីខ្មែរក្រហមដែលមានការគាំទ្រពីអង្គការសហប្រជាជាតិប្រើច្បាប់កម្ពុជាផងនិងច្បាប់អន្តរជាតិផងតុលាការកូនកាត់មួយនេះគួរបានធ្វើជាគំរូដ៏ល្អសម្រាប់តុលាការកម្ពុជាដែលពុករលួយនិងស្ថិតក្រោមឥទ្ធិពលនយោបាយប៉ុន្តែមន្ត្រីភាគីកម្ពុជានៅតែអនុវត្តតាមទម្លាប់ចាស់ស្ដាប់តាមបង្គាប់បញ្ជាអ្នកនយោបាយដដែលដូចជាការរារាំងសំណុំរឿង003និង004ជាឧទាហរណ៍ទោះជាយ៉ាងណាក៏ដោយអ្នកឃ្លាំមើលសាលាក្តីខ្មែរក្រហមជាច្រើនបានសម្ដែងការកោតសរសើរនៅការអនុវត្តគោលការណ៍ច្បាប់យ៉ាងល្អប្រសើររបស់តុលាការនេះអ្នកខ្លះថាវាអាចជាគំរូដ៏ល្អសម្រាប់តុលាការជាតិបានទៀតផងទោះជាយ៉ាងណាដើម្បីឲ្យគំរូល្អនៅសាលាក្តីកូនកាត់មួយនេះអាចអនុវត្តមានប្រសិទ្ធភាពនៅក្នុងតុលាការជាតិបានទី1លុះត្រាតែគណៈបកកាន់អំណាចកែប្រែទម្លាប់ត្រួតត្រាតុលាការរបស់ខ្លួនចេញប៉ុន្តែរហូតមកដល់ពេលនេះមិនមានសញ្ញាបង្ហាញថាគណៈបកប្រជាជនកម្ពុជាបោះបង់អេរយាប័តខុសច្បាប់មួយនេះចោលទេទី2ចៅក្រមម្នាក់ៗត្រូវការផ្លាស់ប្ដូរទម្លាប់ធ្វើការរបស់ខ្លួននិងហ៊ានក្រោកឈរតស៊ូទាមទារសិទ្ធិអំណាចរបស់ខ្លួនដែលមានចែងក្នុងរដ្ឋធម្មនុញ្ញប្រសិនបើគ្មានទស្សនវិស័យគិតគូរម៉ត់ចត់និងសកម្មភាពផែនការច្បាស់លាស់ក្នុងការផ្ទេរគំរូល្អៗពីសាលាក្តីកូនកាត់នេះទៅតុលាការជាតិទេសូម្បីតែព្រះអាជ្ញានឹងចៅក្រមដែលកំពុងសប្បាយរីករាយនឹងប្រាក់ខែខ្ពស់នៅសាលាក្តីខ្មែរក្រហមនាពេលបច្ចុប្បន្នពេលត្រឡប់ទៅធ្វើការនៅតុលាការជាតិវិញនឹងអាចអនុវត្តទម្លាប់ចាស់ប្រព្រឹត្តអំពើពុករលួយដដែលងាកមកសាលាក្តីខ្មែរក្រហមវិញដោយយល់អំពីបរិបទនយោបាយពិភពលោកនិងនយោបាយកម្ពុជាជនរងគ្រោះដែលបាត់បង់មនុស្សជាទីស្រឡាញ់របស់ខ្លួនមិនបានរំពឹងថានឹងទទួលបានយុត្តិធម៌កម្រិតលេខ1ពីសាលាក្តីខ្មែរក្រហមកូនកាត់មួយនេះទេប៉ុន្តែការជ្រៀតជ្រែកនយោបាយចូលទៅក្នុងដំណើរការក្តីនៃតុលាការ